Và sự đấy bằng còn thạ thị buồn ở khné và ngàyខ្ញុំកែលំហាត់កើបាទទំព័រទី8មេរៀនទី2បាទប្រភពបាទអញ្ចឹងគេឲ្យយើងមើល1ចូលរៀបលំដាប់ប្រភពបាទបាទអញ្ចឹងពីតូចទៅធំបាទអញ្ចឹងលំហាត់របស់យើងគឺលំហាត់កើយើងមាន2/4 1/4 3/4 និង4/4បាទអញ្ចឹងដើម្បីរៀបពីតូចទៅធំចំពោះប្រភេទដែលមានភ័យបែងដូចគ្នាអញ្ចឹងគឺយើងមើលតែភ័យយកទេបាទអញ្ចឹងយើងប្រៀបធៀបតែភ័យយកទេរួចរៀបយកតែម្ដងឥឡូវយើងមើលតម្លៃរបស់យើងតើមួយណាតូចជាងគេព្រោះយើងរៀបពីតូចទៅធំអញ្ចឹងយើងមើលមាន2មាន1មាន3មាន4អញ្ចឹងយើងមើលតម្លៃ1គឺតូចជាងគេអញ្ចឹងយើងសេពីមុខណាព្រោះយើងរៀបពីតូចទៅបាទអញ្ចឹងយើងបានប៉ុន្មានបាទ1/4បាទអញ្ចឹងមើលតម្លៃណាតូចបន្ទាប់មាន2មាន3មាន4អញ្ចឹងគឺ2បាទអញ្ចឹង2/4បន្ទាប់មកទៀតគឺ3/4បាទ3/4បាទអញ្ចឹងចុងក្រោយគេគឺតម្លៃ4ធំជាងគេគឺយើងសេ4/4បាទអញ្ចឹងនេះខ្ញុំទៅសេបាទបង្ការបើសិនបើគេឲ្យយើងរៀបច្រាស់មកវិញគឺយើងអាចរៀបពីធំមកតូចបានដូចគ្នាដោយយើងមើលតម្លៃដែលយើងរៀបរួចហើយបាទអញ្ចឹងគឺតម្លៃ4ដែលធំជាងគេព្រោះយើងរៀបពីធំទៅម្ដងគឺយើងរៀបមក4 3 2 1ចំណែកភាគបែងគឺយើងអត់គិតទេបាទអញ្ចឹងគឺបាទ4/4តមកគឺតម្លៃ3/4បន្ទាប់ទៀតគឺ2/4បាទអញ្ចឹងចុងក្រោយគេគឺ1/4បាទអញ្ចឹងបើករណីដែលគេឲ្យរៀបច្រាស់បាទប៉ុន្តែបើយើងធ្វើទៅតាមលក្ខខណ្ឌដែលគេសួរហ្នឹងយើងធ្វើតែត្រឹមនេះបានហើយបាទសូមអរគុណបាទ